មិនទាន់ទាំងបានអង្គុយកៅអីជានាយករដ្ឋមន្ត្រីផងលោកអនុទានចាប់ផ្ដើមបញ្ចេញចរិតស្រវឹងអំណាចនិងចង់បង្កចំនួនព្រំដែនជាមួយកម្ពុជាទៅហើយតើបំណងពិតប្រាកដរបស់គេគឺជាអ្វីខណៈដែលលទ្ធផលបោះឆ្នោតផ្លូវការមិនទាន់ទាំងចេញផងមេដឹកនាំគណៈបកភូមិใจថៃលោកអនុទានឆាន់វីរៈគុលបានធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃអង្គារទី10ខែកុម្ភៈនេះលោកបានប្រកាសទាំងក៏ឃ្លឿនថាគណៈរដ្ឋមន្ត្រីស្ដីទីនឹងពិភាក្សាអំពីការលុបចោល MOU 44ដែលជាអនុសារណៈយោគយល់គ្នាស្ដីពីការកំណត់ព្រំដែនជាមួយកម្ពុជាឆ្នាំ2001លោកអនុទានបានវាយតម្លៃទាំងបំពេញច្បាប់អន្តរជាតិថា MOU នេះគ្មានប្រយោជន៍សម្រាប់ថៃនោះទេសញ្ញាដំបូងនៃមហិច្ឆតាចង់គ្រប់គ្រងអំណាចរបស់លោកមិនមែនចាប់ផ្ដើមដោយការរកសន្តិភាពនោះទេប៉ុន្តែគឺការបញ្ឆេះកំហឹងជាមួយកម្ពុជាដើម្បីបង្វែរដានពីភាពមិនច្បាស់លាស់នៃនយោបាយក្នុងស្រុករបស់ខ្លួននេះមិនមែនជារឿងថ្មីនោះទេអ្នកនយោបាយថៃតែងតែយកបញ្ហាព្រំដែនដ៏រសើបមកធ្វើជាឈ្នន់នយោបាយនិងជាខែបិទបាំងភាពទល់ច្រកនៃអំណាចការចង់លុបចោល MOU 44នេះមិនត្រឹមតែជាការបោះជំហានថយក្រោយនៅកិច្ចសហប្រតិបត្តិការតំបន់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខព្រំដែននិងមិត្តភាពអាស៊ានផងដែរសូមរំលឹកថា MOU 44គឺជាក្របខ័ណ្ឌច្បាប់តែមួយគត់ដែលកម្ពុជាថៃយល់ព្រមគ្នាដោះស្រាយតំបន់ត្រួតស៊ីគ្នា OCA ទំហំជាង 26,000 គីឡូម៉ែត្រការ៉េប្រសិនបើថៃពិតជាហ៊ានលុបចោលមែនតើតំបន់ត្រួតស៊ីគ្នាដែលសម្បូរដោយធនធានធម្មជាតិនេះនឹងក្លាយជាចំនួនដែនដីដ៏ក្តៅគគុកបន្ថែមលើចំនួនដីគោកដែរឬទេហើយតើរាជរដ្ឋាភិបាលកម្ពុជានឹងមានចំណាត់ការឆ្លើយតបយ៉ាងណាចំពោះចរិតច្រងេងច្រងាងរបស់អ្នកនយោបាយថៃរូបនេះ